លួចនំប៉ៅឲ្យព្រឹកព្រលឹមមិនចេះរៀនសូត្រល្អទេមកធ្វើជាចោរអុកលឹកឪពុកម្ដាយឯងណែណាពូអើយខ្ញុំសូមអង្វរំកុំប្តឹងប៉ូលីសអីខ្ញុំមិនមែនជាចោរទេខ្ញុំអត់បាយ3ថ្ងៃហើយប្អូនស្រីខ្ញុំគាត់ចិត្តមិនរួចខ្លួនហើយឪពុកម្ដាយឯងណែណាពូអើយម៉ាក់ប៉ាខ្ញុំបានស្លាប់តាំងពីឆ្នាំមុនម្លេះសល់តែពូយើង2នាក់បងប្អូនទេខ្ញុំស៊ីឈ្នួលធ្វើការ3ថ្ងៃហើយតែថៅកែមិនឲ្យលុយទេប្អូនស្រីខ្ញុំអត់បាយ3ថ្ងៃហើយយប់មិញគាត់ប្រាប់ខ្ញុំថាចង់ហូបអីក្តៅខ្ញុំក៏គិតថាលួចនំប៉ៅពីរយកមកបំបែកឲ្យទុនបន្តិចឲ្យគាត់ស៊ីប្រសិនបើគាត់មិនស៊ីទៀតទេគាត់នឹងទ្រាំមិនបានហើយបងប្រុសអើយខ្ញុំឃ្លានណាស់ស៊ីវលៀនកុំសួរអីទៀតដួសបបក្រហមក្តៅ2ចានមកយកនំប៉ៅនិងពងមាន់ទឹកតែបន្ថែមទៀតមកកូនចូលមកក្នុងមកមីងអើយខោឲ្យខ្ញុំស្មោកគ្រប់ណាស់វានឹងធ្វើឲ្យប្រឡាក់កន្លែងមីងមិនខានឃ្លានស្ទើងាប់ទៅហើយនៅខ្វល់រឿងស្មោកគ្រប់អីទៀតកូនចូលមកក្នុងមកកូនស្រីមកនេះហាមាត់មកនេះជានំប៉ៅក្តៅញ៉ាំយឺតមកខ្ញុំមិនខ្លាចគេចាប់ទេខ្ញុំខ្លាចតែប្អូនស្រីខ្ញុំឃ្លានស្លាប់ខ្ញុំនឹងគ្មានផ្ទះនៅទៀតទេខ្ញុំនៅសល់សាច់ញាតិម្នាក់នេះឯងកូនយកនេះទៅយកទៅទិញខោអាវក្រាស់ឲ្យប្អូនស្រីកូនទៅរួចហើយទិញស្បែកជើងមួយគូឲ្យខ្លួនឯងផងក្នុងទូរស័ព្ទមានលេខទូរស័ព្ទរបស់ខ្ញុំនិងមីងស៊ីវលៀនរបស់កូនថ្ងៃក្រោយឃ្លាននោះចង់ហូបអីមកហាងយើងបានឆ្អែតហើយកុំធ្វើរឿងល្ងងអីលើទេពូមីងអរគុណខ្លាំងណាស់សម្រាប់សេចក្តីសប្បុរសនេះនំប៉ៅពីរនេះមិនមែនគ្រាន់តែជាចំណីទេតែវាជាជីវិតរបស់បងប្អូនពូយើងពីរនាក់ថ្ងៃក្រោយពេលខ្ញុំធំឡើងខ្ញុំនឹងមកសងគុណវិញមិនខានកូនអើយកុំលុតជង្គង់អីបើគ្មានលុយយើងរកវិធីរកវាប៉ុន្តែជាមនុស្សត្រូវមានសីលធម៌ឆាប់នាំប្អូនស្រីទៅទិញខោអាវទៅរស់នៅឲ្យបានល្អឡើងថ្ងៃក្រោយបើទ្រាំមិនបានពិតមែនចូលមកខាងរកខ្ញុំនឹងពូចៅចោះកុំលួចគេអីហើយក៏កុំខំមាត់សង្កត់ចិត្តអីលោកប្រធានលូហាងអាហារពេលព្រឹកដមាលនៅតែគ្មានតម្រុយទេផ្លូវក្រោយសាលាចាស់ត្រូវបានកែតម្រង់កាលពី10ឆ្នាំមុនហាងអាហារពេលព្រឹកបានបដូរទីតាំងហើយលេខទូរស័ព្ទក៏ត្រូវបានកាប់ដាច់ដែរសហគមន៍នៅតែជួយសាកសួរដដែលបើសិនជាគ្មានពូចៅនិងមីងស៊ូឡានទេពេលនោះខ្ញុំប្រហែលជាទ្រាំមិនបានពិតមែនដូច្នេះហើយទើបប៉ុន្មានឆ្នាំនេះខ្ញុំមិនហ៊ានបង្អង់ទេឥឡូវដល់ពេលដែលពូយើងត្រូវនាំពូចៅនិងមីងស៊ូឡានត្រឡប់មកវិញហើយបងប្រុសពេលរកឃើញពួកគាត់លើកនេះទោះបីជាពួកគាត់រស់នៅបានល្អអត់ក៏ដោយក៏ពូយើងត្រូវសងសឹកគុណដែលជំពាក់បន្តិចម្ដងដែរថ្ងៃនេះថែម20ទៀតក្មេងនៅការដ្ឋានសំណង់ធ្វើការថែមម៉ោងកាលពីយប់មិញអាហារពេលព្រឹកត្រូវតែញ៉ាំរបស់ក្តៅអាឡូពូចៅបើកបរតាមផ្លូវប្រយ័ត្នផងណាបងប្អូនទាំងអស់គ្នាកំពុងរងចាំនំប៉ៅរបស់ពូហើយកុំបារម្ភទៅដល់ឥឡូវហើយអ្នកបើកម៉ូតូយ៉ាងម៉េចហ្នឹងចាស់ក្បាលកំពុងត្រូវដឹងទេថាម៉ូតូខ្ញុំលាបថ្នាំអស់ប៉ុន្មានគាត់ស្រាប់តែបដូរកន្លងផ្លូវខ្ញុំគេចមិនផុតទេកុំមកសម្ដែងធ្វើជាគួរឲ្យអាណិតជិះកង់3បាក់បែកមកគៀឡានទំនើបមិនមែនចង់គៀបយកលុយទេហីនៅលើឡានខ្ញុំសុទ្ធតែជាអាហារពេលព្រឹកសម្រាប់កម្មករតើនំប៉ៅទាំងនេះវិចតាំងពីមិនទាន់ភ្លឺម្លេះពួកកម្មករកំពុងចាំញ៉ាំនឹងនំប៉ៅដាច់យកបែបនឹងមានតម្លៃប៉ុន្មានទៅឡានខ្ញុំខូចខាតបែបនេះថ្ងៃនេះបើមិនសងសំណងទេកុំសង្ឃឹមថានឹងបានទៅឲ្យសោះគីមកគាត់ទៅដល់ណាហើយកុំធ្វើឲ្យខ្ញុំភ័យអីខ្ញុំមិនអីទេគ្រាន់តែនំប៉ៅខូចខាតអស់ធ្លាក់ខ្លួនដួលបែបនេះហើយនៅមកគិតស្ដាយនំប៉ៅទៀតឈប់លេងល្ខោនកំសត់ទៅបុកឡានខ្ញុំហើយសងលុយមកណោះឆាប់ឡើងកុំបង្អង់យូរច្បាស់ជាឯងបុកប្តីខ្ញុំសោះមិនក៏ឲ្យពួកយើងសងទៅវិញមានភស្តុតាងទេឡានខ្ញុំគ្រាន់តែលាបថ្នាំម្ដងអស់រាប់ម៉ឺនឯណោះពួកឯងលក់នំប៉ៅពេញមួយជីវិតសងរួចទេសងមិនរួចទេយកបណ្ណកម្មសិទ្ធិហាងមកផ្ដិតមេដៃមកបុកមនុស្សហើយនៅចង់បានហាងខ្ញុំទៀតថ្លៃជួសជុលឡានថ្លៃខាត់ពេលនិងជំងឺចិត្តគិតលើពួកឯងទាំងអស់បើមិនផ្ដិតមេដៃទេអញនឹងធ្វើឲ្យហាងបាក់បែកនេះបើកលេងកើតតែម្ដងអ្នកឯងអាចបុកខ្ញុំឲ្យដួលបានប៉ុន្តែមិនអាចជន់ឈ្លីមុនសកាខ្ញុំទេលោកតាជូក្រដាស់នេះសរសេរឈ្មោះហាងយើងតើពួកគេចង់ឆ្លៀតពេលដែលលោកជួបឧបទ្ទវហេតុដើម្បីប្លន់យកចានបាយពេញមួយជីវិតរបស់ពួកយើងមិនអាចចុះហត្ថលេខាដាច់ខាតសើត910003 15480003780 យើងមិនខុសទេមិនអាចទទួលយកការមួយបង្កាច់នេះទេលោកប្រធានលូរកឃើញចូលទៅមកនឹងលីនស៊ីវមេឥឡូវកំពុងបើកហាងគុយទាវនៅភូមិខាងត្បូងទីក្រុងពូចៅត្រូវរថយន្តទំនើបបុកពេលបញ្ជូនអាហារពេលព្រឹកកាលពីទៀបភ្លឺថ្ងៃនេះភីគីម្ខាងទៀតបែរជាចោទគាត់ថាចង់កៀងស៊ីបន្លំយកលុយទៅវិញថែមទាំងបង្ខំឲ្យពួកគេសងថ្លៃរថយន្តពូចៅរងរបួសហើយមិនទាន់បានទៅមន្ទីរពេទ្យផងពិតជាពូចៅនិងមីងស៊ីវឡានមែនហាងអាហារពេលព្រឹកទៅមកលក់នំប៉ៅក្តៅបបក្របមីនិងពងទាប្រៃមិនខុសទេឆ្នាំនោះពួកគេបានសង្គ្រោះជីវិតខ្ញុំនិងវ៉ាន់ថាងឥឡូវនេះពួកគេត្រូវដួលលើទ្រូងផ្លូវហើយថែមទាំងត្រូវគេជន់ឈ្លីគៀបសង្កត់ទៀតកាលពីឆ្នាំមុនពួកគេមិនបានខ្ពើមរអើមពួកយើងទេថ្ងៃនេះគ្មាននរណាម្នាក់អាចមើលងាយគាត់បែបនេះបានឡើយទាញយកកាមេរ៉ាសុវត្ថិភាពផ្លូវប្រសពមកកាមេរ៉ាសុវត្ថិភាពហាងទំនិញកាមេរ៉ាចុះឈ្មោះធ្វើដំណើរកន្លែងរថយន្តទំនើបកំពុងពិនិត្យអត្តសញ្ញាណម្ចាស់រថយន្តហ៊ានណាបណ្ដេញអ្នកមានគុណសង្គ្រោះជីវិតខ្ញុំដល់ផ្លូវតលេខាធិការលីវនិងលេខាធិការលីវខ្ញុំនឹងធ្វើឲ្យគេទន់ភ្លន់ចំពោះមុខសាធារណជនឯកសារកំពុងទាញយកហើយបើកលឿនបន្តិចមក15មួយឆ្នាំមុនខ្ញុំយឺតពេលបន្តិចវ៉ាន់ថាងប្រហែលជាបាត់បង់ជីវិតបាត់ទៅហើយថ្ងៃនេះខ្ញុំមិនអាចលាក់បាំងទៀតទេចុះហត្ថលេខាទៅប្តីរបស់អ្នកបានបុកឡានខ្ញុំរឿងនេះមិនមែនដោះស្រាយត្រឹមលុយប៉ុន្មានពាន់បានទេពួកយើងមិនបានបុកទេកុំចុះហត្ថលេខាអីហេអញ្ចឹងចាំមើលខាតបងរហូតដល់អស់ខ្លួនប្រានចុះតើនរណាថាពួកគេត្រូវសងពូជឿនឹងមីងឈីឡិនខ្ញុំគឺថ្មដូចលោកយើងហៅជាកូនប្រុសនេះគឺប្អូនស្រីខ្ញុំឈ្មោះវ៉ាន់ថេងហៅក្រៅថាឆេវ15មួយឆ្នាំមុនខ្ញុំបានពោពូប្អូនស្រីខ្នងទៅលួចនំប៉ៅពីរគ្រាប់នៅហាងអាហារពេលព្រឹករបស់ពូគឺពូនឹងមីងឈីឡិនមិនប្រកាន់ទោសអូដំណើរថែមទាំងឲ្យពូយើងហូបឆ្អែតហើយឲ្យលុយ3000យួនដើម្បីសង្គ្រោះជីវិតទៀតផងតើពូនឹងមីងនៅចាំក្មេងប្រុសស្រី2នាក់នោះទេពូយើងរកពូនឹងមីងយូរណាស់មកហើយគុណបំណាច់នេះពូយើងមិនដែលភ្លេចសំបីតែមួយថ្ងៃឡើយពូឯងជាអ្នកណាកុំចេះដឹងរឿងគេ
លោកនេះគឺលោកលូយឹងហៅប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនយ៉ានហែងចំណែកឯអ្នកម្នាងម្នាក់ទៀតនៅក្បែរនេះគឺលោកស្រីលោកវ៉ាន់ថេងស្ថាបនិកហាងសាខាសម្រស់វ៉ាន់ថេងទូទាំងប្រទេសក៏ជាអ្នកតំណាងផ្លូវច្បាប់របស់លោកឆៅឌីម៉ែលនិងលោកស្រីលិនឈីលិនផងដែរលោកលោមិនមែនលោកទើបតែនិយាយថាពូយ៉ៅតារាបន្លំទេចឹងថ្ងៃនេះយើងយកភស្តុតាងមកដាក់តាំងបង្ហាញទាំងអស់គ្នាទី1កាមេរ៉ាសុវត្ថិភាពនៅប្រសពផ្លូវបង្ហាញថារថយន្តរបស់លោកបានបដូរកន្លងផ្លូវជាប់គ្នាហើយបុកនឹងរឺម៉ករបស់ពូយ៉ៅទី2កាមេរ៉ាសុវត្ថិភាពរបស់ហាងតាមដងផ្លូវបានថតច្បាស់ក្រឡែតថាពូយ៉ៅជិះជាប់គែមផ្លូវរហូតមិនបានចិត្តណាគីចិត្តឡានលោកឡើយទី3បន្ទាប់ពីលោកចុះពីឡានលោកមិនបានមើលថាតើចាស់ត្រង់របួសឬអត់ទេផ្ទុយទៅវិញលោកបែរជាបង្ខំឲ្យគាត់សងលុយថែមទាំងចង់យកករណីគ្រោះថ្នាក់នេះមកគំរាមពួកគាត់ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងយកហាងអាហារពេលព្រឹកមកទូទាត់សងទី4ថ្ងៃនេះពូយ៉ៅយកអាហារពេលព្រឹកទៅផ្ដល់តាមការកំងរបស់ការដ្ឋានសំណង់ទាំងវិកគេបន្តបញ្ជូនអាហារនិងកំណត់ត្រាទទួលប្រាក់គឺមានទាំងអស់គឺគ្មានរឿងដាបន្លំអីបន្តិចសោះពូឆៅយកអាហារពេលព្រឹកមកផ្ដល់ឲ្យពូយើងរាល់ថ្ងៃទោះបីជាខ្យល់ព្យុះភ្លៀងយ៉ាងណាក៏មិនដែលអាក់ខានដែរគាត់មិនមែនជាមនុស្សប្រភេទហ្នឹងទេអធរពេប្រញាប់យកលុយប្រញាប់ជន់មនុស្សចាស់ដែលរងរបួសឲ្យឥឡូវត្រូវបានបង្ហាញឲ្យថាយកច្រឡំមែនទេសំណងនឹងសុំថ្លៃព្យាបាលបន្តនឹងការខាតរបស់ហាងគឺខ្វះមួយមិនបានទេក្រុមច្បាប់របស់ខ្ញុំនឹងកេននីជាមួយអ្នកម្ដងមួយខ្ញុំលក់នំប៉័វពេញមួយជីវិតមិនដែលចង់បានប្រាក់1សេនពីអ្នកណាទេថ្ងៃនេះខ្ញុំដួលឯងថាខ្ញុំកេងចំណេញរឿងដួលជាជាងពេលដែលខ្ញុំត្រូវគេបុកទៅទៀតពូឆៅកាលនោះពូបានជួយលើកខ្ញុំនឹងវ៉ាន់ថេងឡើងថ្ងៃនេះខ្ញុំមកជួយលើកពូវិញកូនខ្ញុំមិននឹកស្មានថានេះនៅរងចាំដល់ពេលពួកនាងត្រឡប់មកវិញទេទៅមុខទៀតបើអ្នកណាហ៊ានយកភាពរបស់ពូទៅធ្វើជាភាពទន់ខ្សោយអ្នកណាហ៊ានជន់កេរ្តិ៍ឈ្មោះរបស់ពូដើម្បីធ្វើបាបគេខ្ញុំលោកយិញហៅគឺមនុស្សទី1ដែលមិនព្រមជាដាច់ខាតលោកប្រលូពូយ៉ៅមានការប៉ះទង្គិចជាលេខាទុននិងរបួសស្រាលត្រូវសម្រាប់ព្យាបាលឲ្យបានល្អខាងថៃ 1K បានយល់ព្រមទទួលខុសត្រូវថ្លៃព្យាបាលទាំងអស់ថ្លៃខាតបង់ពេលធ្វើការនិងការខាតរបស់ហាងបន្តតាមដានទៀតពូឆៅជាលិនភាពយុត្តិធម៌ដែលមិនអាចគ្រាន់តែថាជាការយកច្រឡំហើយចប់នោះទេកូនមានគេសងថ្លៃថ្នាំឲ្យគឺគ្រប់គ្រាន់ហើយពួកក្មួយកុំចំណាយលុយឲ្យពូយើងទៀតអីពូឆៅហាងអាហារពេលព្រឹកនេះខ្ញុំបានទិញវាហើយបណ្ណកម្មសិទ្ធិគឺសរសេរឈ្មោះពូនឹងឈីលិនហើយកាតនេះដែលមានទឹកប្រាក់5លានមិនមែនជាការដាក់ទានទេវាជាការសងគុណការរស់នៅចាស់ចរានិងការពិនិត្យសុខភាពរបស់ពូគឺពូយើងជាបងប្អូនមើលថែទាំរហូតដល់ទីបញ្ចប់អត់ទេមិនបានទេពេលនោះពូយើងគ្រាន់តែឲ្យបាយក្តៅបន្តិចបន្តួចដល់ពួកនាងធ្វើនឹងអាចទទួលគុណដ៏ធំធេងបែបនេះបានអ្វីដែលមីងបានឲ្យមិនមែនត្រឹមតែបាយទេគឺជាផ្លូវដែលពូយើងអាចរស់រានមានជីវិតថ្ងៃនេះអ្វីដែលខ្ញុំឲ្យមិនមែនជាប្រាក់កាសទេគឺការសងជីវិតដ៏សុខសាន្តរបស់មីងនិងស៊ីវឡានយកមកវិញចាប់ពីពេលនេះទៅហាងនេះមានឈ្មោះថាអាហារពេលព្រឹកក្តៅចិត្តដម៉ៅអាហារពេលព្រឹក100ចានដំបូងជារៀងរាល់ថ្ងៃនឹងផ្ដល់ជូនដោយឥតគិតថ្លៃដល់បុគ្គលិកអនាម័យមនុស្សចាស់ពិបាកនិងក្មេងកំពុងរៀនសូត្រប្រាក់ចំណាយគឺចេញដោយក្រុមហ៊ុនយន្តហាងនិងមានបញ្ជីកត់ត្រាស្ដេចស្រឡះគុំសង្ឃឹមថានរណាម្នាក់អាចយកសេចក្តីសប្បុរសមកធ្វើជាល្បិចកំដងទៀតឲ្យសោះកូនឲ្យពេលនោះពួកមីងពិតជាមិនដែលគិតចង់បានការតបស្នងពីពួកកូនទេដែលមីងមិនធ្លាប់គិតព្រោះមីងជាមនុស្សចិត្តល្អតែពួកយើងចងចាំក្នុងចិត្តព្រោះវាជាព្រះគុណសង្គ្រោះជីវិតផ្លាកសញ្ញានេះភ្លឺចែងចាំងហើយប៉ុន្តែក្នុងចិត្តរបស់មីងកាន់តែភ្លឺស្វាងជាងនេះទៅទៀតបងប្អូនពីរនាក់ពិតជារស់មិនខុសតម្លៃទេហើយពួកមីងក៏មិនបានខាត់បងពេលជួយការពីពេលនោះដែរមីងឲ្យទាំងប៉ុន្មានឆ្នាំនេះមីងនឿយហត់ណាស់ហើយមុខស្លេកស្លាំងនឹងស្រអាប់អស់ហើយទឹកក្រោមភ្នែកនឹងស្នាមជ្រួញចេញមកអស់ហើយពេលណាមានពេលគិតពីរឿងសម្រស់នឹងទៀតមិនទាន់ភ្លឺផងត្រូវវិចនំប៉ៅដាំបបលើកនេះពូជើបិចដួលបែបនេះទៀតធ្វើឲ្យមីងគេងមិនលក់ជាច្រើនយប់ជាប់គ្នា